ឥឡូវយើងនិយាយអំពីការស្រឡាញ់ដំណាំដូងតែសម្រាប់លក្ខណៈគ្រួសារទី1យើងធ្វើការប្រចាំថ្ងៃធម្មតាមិនថាការងារសំណង់ការងារអីធម្មតាទេយើងតែងតែហត់នឹងការងារប្រចាំថ្ងៃយើងខ្លះតែដល់ពេលយើងមកដល់ដំណាំលក្ខណៈគ្រួសារយើងដំណាំដូងដំណាំនៅក្រោយផ្ទះគឺយើងឃើញរូបរាងវាមានខ្ពស់វាមានសុខភាពល្អគឺយើងសប្បាយចិត្តនឹងអ្វីទៅជាមួយនឹងយើងខំថែទាំក្រៅម៉ោងគឺដំណាំដូងលក្ខណៈគ្រួសារខ្ញុំនេះគឺខ្ញុំថែក្រៅម៉ោងមិនមែនថែប្រចាំថ្ងៃពេញមួយថ្ងៃទេគឺខ្ញុំថែឆ្លៀតពេលវេលា1ម៉ោងឬក៏2ម៉ោងពេលល្ងាចឬក៏ពេលព្រឹក1ម៉ោងគឺយើងឆ្លៀតហើយនៅខុសពីនឹងយើងទៅធ្វើការងារធម្មតាព្រោះអ្វីដំណាំដូងនេះគឺវាមិនអាចឲ្យផលយើងនៅក្នុង1ឆ្នាំ2ឆ្នាំ1ខែ2ខែទេគឺវាប្រើពេលវេលាយូរហើយយើងថែវានឹងយើងត្រូវការថវិកាប្រចាំថ្ងៃដែរអញ្ចឹងយើងមានតែធ្វើការបណ្ដើថែវាបណ្ដើដំណាំលក្ខណៈគ្រួសារយើងតិចក្តីច្រើនក្តីមិនថាដំណាំដូងដំណាំផ្លែឈើតូចធំក៏ដោយឲ្យតែយើងខំថែវាព្យាយាមសង្កេតដើមព្យាយាមមើលសត្វល្អិតដាក់ជីតាមអ្វីដែលដំណាំយើងត្រូវការគឺដំណាំយើងឆាប់បានផលឲ្យយើងបានឃើញយើងនឹងសប្បាយចិត្តព្រួយដំណាំនីមួយៗគឺយើងត្រូវការពេលវេលាយូរឆ្នាំឬក៏លឿនអាហ្នឹងអាស្រ័យទៅលើដំណាំតែបើបងប្អូនគាត់មានថវិកាគ្រប់គ្រាន់គាត់មិនបាច់ធ្វើការងារក្រៅដូចជាខ្ញុំអាហ្នឹងជាមួយបែបតែសម្រាប់តែថាយើងខ្វះថវិកាយើងក៏ធ្វើការងារក្រៅខ្លះសំណង់ឬក៏ការងារអ្វីផ្សេងឲ្យតែមានពេលវេលាមកមើលថែវាពេលល្ងាច1ម៉ោងឬក៏កន្លះម៉ោងព្រឹក1ម៉ោងឬក៏កន្លះម៉ោងក៏បានដែរហេតុអ្វីបានមានពេលវេលាមើលពេលល្ងាចនិងពេលព្រឹកឥឡូវខ្ញុំនិយាយពេលល្ងាចនិងពេលព្រឹកពេលព្រឹកយើងមើលពេលព្រឹកហ្នឹងគឺដើម្បីយើងមកថែវាដូចជាបាញ់ថ្នាំពៅឬមួយក៏ថ្នាំជីពៅស្លឹកអាហ្នឹងយើងត្រូវការពេលព្រឹកថ្នាំជំនួយស្លឹកអីហ្នឹងអាហ្នឹងយើងត្រូវការពេលព្រឹកព្រោះពេលល្ងាចគឺវាហួសពេលវេលាវាហើយពេលល្ងាចហ្នឹងយើងមកមើលដែរធ្វើថាមើលទៅលើអ្វីទី1ស្រោចទឹកពេលល្ងាចមើលសត្វកញ្ចែពេលល្ងាចទោះវាស៊ីពេលព្រឹកក៏យើងមកមើលពេលល្ងាចមកវាអត់ទាន់យឺតពេលទេហើយនឹងមកមើលសត្វល្អិតតើវានៅមាននៅលើស្លឹកនៅលើដើមរបស់វាដែរឬអត់អាហ្នឹងពេលវេលាដែលយើងត្រូវមើលវាគឺចែក2ប្រភេទហ្នឹងគឺ2ប្រភេទសម្រាប់ថែទាំទៅលើដំណាំដូងបើពេលថ្ងៃក្តៅនេះគឺយើងអត់មានបានថែទេថ្ងៃក្តៅខ្លាំងនេះគឺស្លឹកដូងយើងហ្នឹងគឺវាសឡប់អស់ហើយដូងខ្លះគឺសឡប់ហើយស្លឹកវារាងស្ពោតអានឹងដំណាំដូងអញ្ចឹងមិនមែនតែយើងនឹងដាំទុកចោលហើយចាំដល់ឆ្នាំដល់ខែវានឹងមកវាបានផលទេឥឡូវយើងមកមើលជួរខាងនោះវិញឥឡូវខ្ញុំបានដើរឆ្លងឲ្យមើលទេជួរខាងនេះគឺខ្ញុំដាំខុសគ្នាប្រហែលជា4ខែទេតែខាងនោះអត់បានមានចេញខ្ពោគេដោយសារខាងនោះខ្ញុំអត់សូវបានថែដិតដល់ទេនៅជាប់គ្នាមែនតែបានថែដិតដល់ទេគឺខ្ញុំថែបានតែជួរខាងនេះអញ្ចឹងជួរខាងនេះគឺខ្ញុំថែបានវាមិនបាន 100% ទេគឺខ្ញុំថែបាន 90% ដែរអញ្ចឹងទៅវាចេញខ្ពោលឿនជាងអានេះចេញនៅក្នុងឆ្នាំទី2ឆ្នាំ2ខែអានោះខាងនោះវាឥឡូវនេះរាប់មកវា2ឆ្នាំ4ខែ2ឆ្នាំ4 2ឆ្នាំ5អត់បានចេញខ្ពោមួយដើមទេជួរខាងនោះអញ្ចឹងជួរនេះវា
vì khó khăn mà khai khó khăn là bay buồn kha tao ăn chênh phòng chẳng đang được chênh ở bên nào chẳng ca thay tôm đầm námนี่คือkhó khăn ngay chẳng anh ấy cứ trong này dưới pi ca dương thay đầm nám để nặng cua xá dương liệt phơi ca ngheประจำថ្ងៃរបស់យើងហើយយើងឆ្លៀតមកមើលដំណាំរបស់យើងបណ្ដើថែវាបណ្ដើព្រោះយើងថែពីតូចរហូតដល់ធំប៉ុណ្ណេះហើយគឺយើងថែវាបន្តទៅទៀតចុះប៉ុន្តែមិនមែនថាថែហ្នឹងលក្ខណៈវាមិនមានដើមណាងាប់សោះមិនមែនទេគឺមានដើមងាប់ក៏មានដែរគឺនៅខ្ញុំដាំនេះគឺមានងាប់អស់កញ្ចែស៊ីអស់មួយដើមចាស៊ីអស់មួយដើមហើយនឹងវាខូចប្រព័ន្ធរឹសពីរដើមកញ្ចែស៊ីអស់ពីរដើមខូចប្រព័ន្ធរឹសពីរដើមអញ្ចឹងវាមានអាស្រ័យខូចខាតដែរហើយយើងក៏មិនមែនថាកាលនោះយើងរវល់ធ្វើការងារឆ្ងាយពេកឲ្យបានមានពេលវេលាមកមើលពី3ថ្ងៃមកមើលអញ្ចឹងគឺវាខូចអញ្ចឹងថ្ងៃនេះគឺខ្ញុំមានវីដេអូតែប៉ុណ្ណេះទេបាទអរគុណ